កម្ពុជាថៃអនុម័តនឹងចុះហត្ថលេខាបដិញ្ញាចិត្តនៅអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញលោកស្រីឧត្តមសេនីយ៍ឯកម៉ាសុកជាតិតាអ្នកនាំពាក្យក្រសួងការពារជាតិបានបង្ហាញអំពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC ដែលប្រព្រឹត្តទៅនាព្រឹកនេះហើយបញ្ចប់នៅវេលាម៉ោង 10:20 នាទីនៅច្រកព្រំដែនអន្តរជាតិសុផាតខេត្តបៃលិនប្រទេសកម្ពុជាទល់នឹងខេត្តបុចន្ទបុរីប្រទេសថៃក្រោមការអង្កេតការណ៍ពីក្រុមអង្កេតការណ៍អាស៊ាន AOT ប្រចាំកម្ពុជានិងថៃដែលដឹកនាំដោយឯកឧត្តមនាយឯកឧត្តមសេនីយ៍ទៀនសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានិងឧត្តមផាសុផានិតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកស្រីបញ្ជាក់ថាកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC បានអនុម័តនឹងចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC រវាងកម្ពុជានិងថៃហើយបានបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងម៉ឺម៉ាត់នៅក្នុងការអនុវត្តនៅបទឈប់បាញ់នេះឲ្យបានពេញលេញនិងស្វែងរកនូវសន្តិភាពស្នូលសុវត្ថិភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាព្រំដែនកម្ពុជានិងថៃ